ស្រីមកបងទាំងអស់គ្នានឹងថ្ងៃតតងផលិតផលបន្ទាប់ពីយើងមានបញ្ហាជាមួយសៀមមកគឺយើងមានបញ្ហាទេថាផលិតផលក្នុងស្រុកហ្នឹងគឺយើងផ្គត់ផ្គង់មិនគ្រប់គ្រាន់និយាយស្មោះត្រង់មកប៉ុន្តែយើងមានចំណុចច្រើនក្នុងការយកអីវ៉ាន់ឬក៏ទិញផលិតផលនាំចូលហ្នឹងក្រៅពីប្រទេសសៀមตัวយ៉ាងដូចជាថ្នាំដ៏ថ្មីអញ្ចឹងផលិតផលក្នុងស្រុកគឺមិនតមានសម្បូរបែបអញ្ចឹងណាហើយសិប្បកម្មឬក៏បងគាត់ម្ចាស់ brand អីគាត់ខាង depot ធំគាត់កាត់ស្តុកយកហើយអញ្ចឹងខ្ញុំមិនអាចទេថាទិញអត់តាន់គេយកមកលក់អញ្ចឹងមានអីលក់នឹងសិនហើយខ្ញុំមានថ្នាំដុសធ្មេញផលិតផលរបស់ចិនហ្នឹងអញ្ចឹងបងប្អូនអាចយកទៅលក់ជំនួសផលិតផលរបស់ចាស់សៀមបានតម្រាំផលិតផលខ្មែររបស់យើងហ្នឹងផលិតយើងត្រូវការពេលវេលាបន្តិចដើម្បីឲ្យផលិតផលក្នុងស្រុកដូចជាថ្នាំដុសធ្មេញហ្នឹងមានសម្បូរបែបហើយគ្រប់គង់គ្រប់បានគ្រប់ទីកន្លែងហើយតម្លៃធូរអញ្ចឹងដើម្បីជៀសផុតពីការនាំចូលឬក៏យើងកំពុងតែពហិការការប្រើប្រាស់ការលក់អញ្ចឹងការនាំចូលចឹងយើងមិនគិតពីអាជីវករឬក៏អ្នកនាំចូលគូក្បាលអនអីអញ្ចឹងណាចឹងនិយាយថាយើងពហិការទាំងអស់គ្នាអញ្ចឹងផលិតផលថ្នាំដុសធ្មេញពីក្រៅដុកទ័រហ្នឹងបងអាចយកទៅលក់ទូថ្លៃអញ្ចឹងជំនួសផលិតផលចាស់សៀមបានហើយយើងមានអីលក់នឹងគាត់ថាបងប្អូនមានឱកាសក្នុងការលក់ផលិតផលរបស់ខ្មែរក្នុងស្រុកក៏ដូចជាម្ចាស់ brand អីបងតែយើងគ្រប់ត្រទាំងអស់គ្នាហើយបើថាយើងគ្រប់គងអត់គ្រប់គ្រាន់ទេអាចយកផលិតផលជំនួសអញ្ចឹងណាហើយតើតឹងថ្នាំដុសធ្មេញពីក្រៅដុកទ័រនោះរបស់ចិនទេអញ្ចឹងនិយាយថាយើងពុំមានតំណែងល្អជាមួយខាងចិនហើយគេជាមហាអំណាចមួយដែរអញ្ចឹងគឺថាបងប្អូនអាចយកទៅលក់បានហើយតម្លៃធូរឯងបងអញ្ចឹងបងយកចាប់ពី2 ឡូ 3 ឡូទៅ free សេវាដឹកហើយបងមិនចាំយកច្រើនទេដើម្បីទុកលុយហ្នឹងទៅទិញអីវ៉ាន់ផលិតផលខ្មែរឬអីដើម្បីដាក់លក់ព្រោះផលិតផលខ្មែរក៏មិនតម្លៃមិនធូរប្រហែលដែរគឺយើងត្រូវការដាំទុនដែរអញ្ចឹងយើងដាក់នោះតិចនេះតិចអីចឹងណាអញ្ចឹងបងអាចយកតាមតូបចំហួយតាមខែតាមអីបងអាចយក1 ឡូ 2 ឡូសិនទៅក៏បានដែរមិនចាំបាច់កាត់ដល់កេះពេកទេអញ្ចឹងណាអញ្ចឹងគឺយើងលក់ដើម្បីបងប្អូនអាចមានលុយដើម្បីចំណាយទៅលើផលិតផលរបស់ខ្មែរផ្សេងទៀតយើងគ្រប់ត្រទាំងអស់គ្នាហើយនេះជានិយាយទៅខ្ញុំមានអីខ្ញុំលក់នឹងហើយនេះជាផលិតផលរបស់ចិនណាស់ដល់ថ្មីហ្នឹងណាអញ្ចឹងបង1 ឡូតែ 35,000 បងយក2 ឡូ 3 ឡូទៅខាងខ្ញុំ free សេវាខាងខ្ញុំមក free សេវាដឹកជូនអញ្ចឹងណានិយាយទៅបងយកមិនចាំបាច់ដឹកទេធំ1 ឡូ 2 ឡូ 2 ឡូឡើងទៅគឺខ្ញុំ free សេវាដឹកជូននេះអរគុណច្រើនណាបងទាំងគ្នា